រុនសួស្តីបងប្អូនទាំងអស់គ្នាបាទព្រឹកនេះមកឲ្យចំណីកណ្ដូបទៀតហើយបងប្អូនបាទអញ្ចឹងសម្រាប់ត្រង់នេះច្រើនណាបងប្អូននេះទឹកតែកណ្ដូបវាច្រើនមែនតើបាទត្រង់នេះគឺខ្ញុំដាក់ពងតែកន្លះគីឡូទេបងប្អូនបាទប៉ុន្តែកណ្ដូបមកច្រើនមែនតើបាទហើយឥឡូវនេះក៏វាចាប់ផ្ដើមចាប់គូបរាហើយបងប្អូនចាប់ផ្ដើមចាប់គូដើម្បីវាពងណាបាទអញ្ចឹងប្រហែលជាខ្ទង់3-4 ថ្ងៃទៀតគឺខ្ញុំដាក់ខ្សាច់បាទខ្ញុំដាក់ខ្សាច់ឲ្យវាពងបាទអញ្ចឹងសម្រាប់បងប្អូនដែលមានតម្រូវការចង់សាកល្បងចិញ្ចឹមកណ្ដូបបាទបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានបងប្អូនណាបាទខ្ញុំមានផ្គត់ផ្គង់ជាពងកណ្ដូបជាសាច់កណ្ដូបបាទដែលមានគុណភាពបាទភ្ញាស់ផ្ទាល់តែម្ដងបាទអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍អាចទំនាក់ទំនងមកខ្ញុំមុនបងប្អូនណាខ្ញុំនឹងទុកពងឲ្យបាទព្រោះអីកាលត្រង់នោះបាទមានអតិថិជនគាត់យកអស់ហើយត្រង់មួយទៀតបងប្អូនណាតិចទៀតចាំខ្ញុំទៅថតត្រង់មួយទៀតបាទទៅតែផ្ញើឲ្យគេបន្តមិញ2គីឡូកន្លះបងប្អូនណាបាទអញ្ចឹងសម្រាប់ត្រង់នេះគឺយើងអត់តន់ដាក់ភ្ញាស់ទេគឺយើងអត់តន់ដាក់ពងទេបងប្អូនបាទហើយខ្ទង់3-4ថ្ងៃទៀតគឺខ្ញុំដាក់ខ្សាច់ឲ្យវាពងហើយបាទអញ្ចឹងបងប្អូនដែលចាប់អារម្មណ៍ចង់ចិញ្ចឹមកណ្ដូបអាចទំនាក់ទំនងមកខ្ញុំមុនបាទអាចទំនាក់ទំនងមកខ្ញុំមុនមកខ្ញុំទុកពងកណ្ដូបឲ្យបាទហើយកណ្ដូបខ្ញុំធំបងប្អូនឃើញទេធំណាស់បាទធំមែនតើបាទហើយចាប់ដើមចាប់គូមួយគូហើយដល់គេមើលហ្នឹងបងប្អូនបាទគឺវាចាប់គូវាទុំលើគ្នាអញ្ចឹងបងប្អូនណាគឺវាទុំលើគ្នាមួយគូអញ្ចឹងបងប្អូនណាបាទគឺទុំលើគ្នាមួយគូអញ្ចឹងបាទអញ្ចឹងពេលវាទុំលើគ្នាអញ្ចឹងវាចាប់ដើមចិត្តពងហ្នឹងបងប្អូនបាទអញ្ចឹងកណ្ដូបងាយស្រួលចិញ្ចឹមមែនតើបាទងាយស្រួលចិញ្ចឹមមែនតើបាទបងប្អូនចំណាយទិញតែពងវាតែម្ដងទេបាទទិញតែពងវាតែម្ដងទេវគ្គទី2វគ្គទី3អីបងប្អូនប្រមូលផលបានពីពងវាខ្លួនឯងបងប្អូនណាបងប្អូនចំណាយដើមតាមអាសាទេបាទលើកក្រោយមកគឺវាពងខ្លួនឯងបងប្អូនភ្ញាស់ពងខ្លួនឯងបានណាបងប្អូនណាបាទពងវាគឺកាន់ពីមួយខែទៅមួយខែកាន់តែកើនបាទកាន់តែកើនច្រើនឡើងណាបាទហើយការចិញ្ចឹមកណ្ដូបបងប្អូនឲ្យតែស្លឹកចេកបាទឲ្យតែស្លឹកចេកបាទស្មៅស្លឹកដូងស្លឹកត្នោតអីហ្នឹងស្លឹកអំពៅហ្នឹងជាចំណីរបស់វាអីបាទបងប្អូនអត់មានចំណាយបាទចំណាយលុយទៅទិញចំណីរបស់វាដូចមន់ទេបងប្អូនណាបាទដូចមន់យើងត្រូវទិញចំណីទិញអីបងប្អូនចាំមន់ណាត្រូវទិញចំណីទិញអីឲ្យវាស៊ីហើយរយៈពេលមន់ក៏យើងយូរជាងកណ្ដូបដែរតម្រាំទៅទទួលបានផលណាហើយបងប្អូនផាត់ថ្លៃចំណីផាត់អីទៀតអត់ចំណេញទេបងប្អូនអត់ទៅចំណេញទេបាទតែសម្រាប់កណ្ដូបនេះបងប្អូនណាគឺមួយខែបាទគឺ35ថ្ងៃទេបងប្អូនណា35ថ្ងៃទៅ40ថ្ងៃគឺបងប្អូនប្រមូលផលបានហើយបាទបានន័យថាមួយខែបាទមួយខែ5ថ្ងៃឬក៏មួយខែ10ថ្ងៃហ្នឹងបាទបងប្អូនចាប់ផ្ដើមទទួលផលពីវាហើយបាទហើយចំណីវាបងប្អូនអត់ចាំបាច់ទិញទេបាទបងប្អូនកាត់តែស្លឹកចេកបាទកាត់តែស្លឹកចេកបាទស្មៅស្លឹកដូងស្លឹកត្នោតអីហ្នឹងបាទស្លឹកអំពៅហ្នឹងបាទហ្នឹងគឺជាចំណីរបស់វាហើយបងប្អូនបាទចឹងការចិញ្ចឹមកណ្ដូបបាទគឺដូចខ្ញុំជំរាបចឹងគឺងាយស្រួលចិញ្ចឹមបាទហើយអត់មានពិបាកក្នុងការទៅទិញចំណីវាទេបាទហើយវាក៏អត់មានចេះផឹកទឹកដែរបងប្អូនណាបាទគឺយើងដាក់តែស្មៅដាក់ចេកឲ្យវាស៊ីទៅគឺរួចជាការស្រេចហើយបាទហើយមួយថ្ងៃបងប្អូនដាក់តែ2ដងក៏បានដែរបងប្អូនណាបងប្អូនដាក់តែព្រឹកល្ងាចទៅបាទគឺជាការស្រេចហើយបាទបងប្អូនអត់មានរវល់លេច្រើនទេបាទបងប្អូនអ្នកធ្វើការក៏អាចចិញ្ចឹមបានដែរបងប្អូនណាបងប្អូនព្រមឡើងដាក់ឲ្យស៊ីហើយដាក់ចំណីឲ្យវាស៊ីហើយបាទពេលល្ងាចបងប្អូនមកធ្វើការម៉ោង5ម៉ោង6ហ្នឹងចាំបងប្អូនដាក់ម្សាទៀតបានក៏បានដែរបងប្អូនណាគឺបាទរងថ្ងៃខ្ញុំដាក់អញ្ចឹងបងប្អូនណារងថ្ងៃខ្ញុំដាក់អញ្ចឹងបាទដល់2ពេលទេបាទអញ្ចឹងគឺយើងសល់ពេលវេលាច្រើនបាទហើយការទទួលផលវាក៏លឿនទៀតដែរដូចបងប្អូនធ្វើការដែរមួយខែបាទមួយខែទទួលផលម្ដងមួយខែទទួលផលម្ដងបងប្អូនណាបាទហើយឥឡូវទីផ្សារកដោបបាទចាប់ផ្ដើមឡើងថ្លៃហើយបងប្អូនណាថ្លៃវាចាប់ផ្ដើមល្អវិញហើយបាទចាប់ផ្ដើមឡើងថ្លៃហើយបាទអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់ចិញ្ចឹមកណ្ដូបបាទអាចតំណែងមកខ្ញុំបានបាទហើយការចិញ្ចឹមកណ្ដូបនេះបងប្អូនចិញ្ចឹមនៅកន្លែងថ្ងៃក្តៅបាទឲ្យបងប្អូនមានដីវាលេងណាបាទដាក់តែត្រង់នៅកន្លែងហ្នឹងទៅជាការស្រេចទេបាទបងប្អូនណាអត់មានចាំធ្វើរោងធ្វើអីឲ្យវាទេបងប្អូនណាបងប្អូនចិញ្ចឹមនៅកន្លែងថ្ងៃក្តៅទេបងប្អូនណាចិញ្ចឹមនៅកន្លែងថ្ងៃក្តៅទេបាទច្រើនណាស់បងប្អូនអើយបាទអញ្ចឹងខ្ញុំមួយរយៈពេលនេះគឺឲ្យស៊ីតែស្លឹកចេកទេបងប្អូនបាទព្រោះដោយសារខែនេះយើងខែប្រាំងណាអញ្ចឹងយើងពិបាករកស្មៅខ្ញុំឲ្យស៊ីតែស្លឹកចេកសុទ្ធបងប្អូនបាទឲ្យស៊ីតែស្លឹកចេកស្លឹកដូងហ្នឹងបាទហើយស្លឹកអំពៅបងប្អូន
ហើយស្លឹកចេកគឺវាស៊ីសល់តែធៀងអញ្ចឹងបងប្អូនណានេះដាក់វាទាំងធៀងទៅគឺវាស៊ីអស់ស្លឹកហ្នឹងបងប្អូនណាបាទគឺវានៅសល់ធៀងអញ្ចឹងទេបងប្អូនណាឃើញទេនេះខ្ញុំដាក់កាលពីម្សិលថ្ងៃហ្នឹងបាទគឺវាស៊ីអស់តែម្ដងបាទគឺស៊ីសល់តែដើមធៀងវាទេបាទហើយធៀងវាក៏វាស៊ីដែរបងប្អូនណានេះបងប្អូនឃើញទេគឺវាស៊ីរិចតែម្ដងបាទអញ្ចឹងកដោមួយស្រួលចិញ្ចឹមបងប្អូនបាទងាយស្រួលចិញ្ចឹមបាទបងប្អូនចំណាយដើមទុនទិញតែពងវិញតែម្ដងបងប្អូនបាទទទួលបានផលរហូតបាទអញ្ចឹងគឺចិញ្ចឹមក្នុងថ្ងៃក្តៅចឹងបងប្អូនណាខ្ញុំថតលើមើលបាទបងប្អូនឃើញទេបាទគឺយើងអត់មានធ្វើដបូលធ្វើរោងធ្វើអីទេបងប្អូនបាទគឺយើងចិញ្ចឹមនៅថ្ងៃក្តៅតែម្ដងបាទអញ្ចឹងខាងលើនេះគឺយើងដាក់តង់កស៊ូបងប្អូនណាក្រៅតង់កស៊ូមកបាទយើងដើម្បីការពារភ្លៀងឯនឹងកម្ដៅវាខ្លះដែរបងប្អូនណាគឺធ្វើអញ្ចឹងបាទដល់ទៅមើលត្រង់មួយទៀតត្រង់នេះខ្ញុំរែងហើយបងប្អូនបាទហើយត្រង់នេះក៏ចិត្តអស់កដោបដែរបងប្អូនចាស់កដោបរួចបាទត្រង់នេះគឺវាចិត្តអស់កដោបហើយបាទដោយសារវាដល់អាយុកាលវាណាបាទវាដល់អាយុកាលវាគឺវាចាប់ដើមងាប់ប្រើហើយបងប្អូនបាទអញ្ចឹងកដោបអាយុកាលវាតែ60ថ្ងៃទេបងប្អូនបាទអាយុកាលវាតែ60ថ្ងៃទេបាទ60ថ្ងៃគឺវាចាប់ដើមងាប់យូរ60ថ្ងៃគឺវាងាប់តែម្ដងបងប្អូនណាអាយុវាអត់លើសហ្នឹងទេបាទអញ្ចឹងនេះខ្ញុំដាក់ពងបាទដាក់ពងវាមានអតិថិជនគាត់យក2គីឡូកន្លះហើយទៅផ្ញើគេម្សិលមិញបងប្អូនណាបាទអញ្ចឹងសម្រាប់បងប្អូនដែលចាប់អារម្មណ៍បាទចង់ចិញ្ចឹមកដោបអាចតំណែងមកខ្ញុំបានបងប្អូនណាបាទខ្ញុំមានបង្រៀនដោយលំអន់ជូនបងប្អូនតែម្ដងបាទបង្រៀនមកចេះតែម្ដងបងប្អូនណារបៀបចិញ្ចឹមបាទរបៀបថែទាំអីគឺខ្ញុំបង្រៀនបងប្អូនជូនតែម្ដងបងប្អូនណាបាទពេលដែលបងប្អូនទិញពងកដោបពីខ្ញុំទៅបាទអូខេបងប្អូនឥឡូវនេះវីដេអូយើងគឺមានតែប៉ុណ្ណឹងយើងបញ្ចប់វីដេអូសម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចតំណែងតាមលេខទូរស័ព្ទដែលខ្ញុំដាក់នៅក្នុង Channel YouTube នេះបងប្អូនណាបាទឬក៏បងប្អូនអាចពេលលេខទូរស័ព្ទខ្ញុំទៅបាទខ្ញុំមាន Telegram បងប្អូនអាច comment សួរបានបងប្អូនណាបាទអូខេអរគុណច្រើនបាទជួបគ្នាវីដេអូក្រោយទៀតបាទ